ចាសួស្តីបងប្អូនទាំងអស់គ្នាសូមជម្រាបសួរសូមស្វាគមន៍សាជាថ្មីមកកាន់ Daily Cooking Story ថ្ងៃនេះបងប្អូនបានមកហូបអីញ៉ាំដែរខ្ញុំថ្ងៃនេះបានស្ងោរម្រះជាមួយនឹងឆ្អឹងជំនីឈូកចាឥឡូវកុំឲ្យខាតពេលយូរយើងមកមើលពីគ្រឿងផ្សំនិងរបៀបស្លទាំងអស់គ្នាខ្ញុំមាន heavy បងប្អូនមានយូហឺដាក់យូហឺទៅតែខ្ញុំមានតែ heavy ខ្ញុំដាក់តែ heavy ទេជាមួយនឹងស្លឹកខ្ទឹមសខ្ទឹមក្រហមអីអញ្ចឹងណាហើយសម្រាប់នេះគឺជាឆ្អឹងជំនីឈូកខ្ញុំមានឆ្អឹងជំនីឈូកមួយចង្ហៀហ្នឹងខ្ញុំកាប់វាដុំហើយលាងសម្អាតវាខ្ញុំយកទៅស្រុះទឹកក្តៅចោលមួយសាសិនដើម្បីកុំឲ្យវាឆ្អាបហើយវាជួយឲ្យទឹកស៊ុបយើងថ្លាសម្រាប់គ្រឿងផ្សំរសជាតិវិញខ្ញុំមានអំបិលក្រួសបងអូនប្រើអំបិលម៉ត់ក៏ប្រើទៅតែខ្ញុំមានអំបិលក្រួសខ្ញុំដាក់អំបិលក្រួសមកស្លាបព្រាទូគ្រឿងហ្នឹងហើយនឹងស្ករសចំនួនកន្លះស្លាបព្រាកាហ្វេទឹកស៊ីអ៊ីវ2ស្លាបព្រាបាយហើយនឹងម្រេចគ្រាប់ខ្លះបងអូនចូលចិត្តម្រេចម៉ត់បុកមួយខ្ទឹមក៏បានដែរតែខ្ញុំចូលចិត្តម្រេចគ្រាប់អត់ចូលចិត្តបុកខ្ទឹមទេអញ្ចឹងបងអូនអាចដាក់ទៅតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងណាហើយកុំភ្លេចទូពពុះចេញផងពពុះហ្នឹងវាធ្វើឲ្យទឹកស្លរបស់យើងអត់ថ្លានៅពេលដែលយើងងាស់ចូលញ៉ាំទៅហើយសម្រាប់ម្រះជាមួយនឹងការ៉ុតនេះគឺខ្ញុំដាក់ងាស់វាទៅជាមួយគ្នាជាមួយនឹងឆ្អឹងនឹងហ្មងដើម្បីឲ្យម្រះយើងកុំល្វីងពេកហើយម្រះយើងនៅពេលដែលឆ្អិនទៅគឺផុយទាំងសាច់ផុយទាំងម្រះញ៉ាំឆ្ងាញ់តែពេលដែលយើងដាក់ម្រះនៅស្រស់ពេកវាអត់សូវឆ្ងាញ់ទេអានេះចំណូលចិត្តរបស់ខ្ញុំយើងងាស់អញ្ចឹងទៅវារៀងងុំម្រះវានៅល្វីងតិចវាអត់ល្វីងខ្លាំងហ៎ហើយសាច់របស់យើងវាផុយល្មមម្រះក៏ផុយល្មមអញ្ចឹងខ្ញុំបើកភ្លើងពាក់កណ្ដាលកុំឲ្យភ្លើងខ្លាំងពេកទេបើកភ្លើងតែពាក់កណ្ដាលបានហើយឬក៏មិនបាច់ដល់ពាក់កណ្ដាលពេកក៏បានដែរមកងាស់វាប្រហែលជា30នាទីអញ្ចឹងទៅឆ្អឹងជំនីឈូករបស់យើងវាខ្ចីដែរអញ្ចឹងវាឆាប់ផុយទេអានេះបន្ទាប់ពី30នាទីក្រោយបងអូនឃើញសភាពស្ងោរម្រះរបស់យើងគឺសាច់វាឡើងផុយល្មមម្រះក៏ផុយដែរហើយទឹកស៊ុបរបស់យើងគឺឡើងថ្លាហ្មងឆ្ងាញ់ណាស់ខ្ញុំដាក់គ្រឿងតែប៉ុនដូចនៅក្បាលវីដេអូហ្នឹងឯងខ្ញុំអត់មានថែមគ្រឿងអីទៀតទេញ៉ាំទៅគឺរបៀបមានជាតិហ្មងព្រោះអីវាចេញជាតិប្រូតេអ៊ីនពីឆ្អឹងជំនីឆ្អឹងអីចឹងមកហើយម្រះពេលយើងងាស់ចឹងវាអត់ល្វីងទេគឺវាល្មមហ្មងរបៀបល្វីងឡំតិចល្មមបើអ្នកអត់ចេះល្វីងក៏អាចញ៉ាំបានដែរព្រោះវាអត់របៀបចេញមកវាអត់រសជាតិល្វីងចំហ្មងទេពេលទៅសាកធ្វើញ៉ាំបានបងអូនមានរសជាតិឆ្ងាញ់ហើយញ៉ាំទៅមានកម្លាំងហើយបងអូនមានស្លឹកខ្ទឹមដាក់ស្លឹកខ្ទឹមមកមានជីវ៉ាន់ស៊ុយដាក់ជីវ៉ាន់ស៊ុយក៏បានដែរតែប៉ុណ្ណឹងគឺរួចរាល់ហើយយើងអាចយកទៅតុកទទួលទានបានហើយស្រួលធ្វើអស់លុយតិចគេម្រះមួយផ្លែហ្នឹងតែ500នឹងឆ្អឹងជំនីអស់5000តែប៉ុណ្ណឹងគឺរួចរាល់បានមកហូបមកពេលហើយបងអូនមានសមាជិក2នាក់3នាក់អីអាចជៀនពងទាថែមមួយគ្រាប់2គ្រាប់ទៀតមកបានហ្មងមុខម្ហូបប្រមុខនេះគឺងាយស្រួលធ្វើហើយរសជាតិឆ្ងាញ់ណាញ៉ាំទៅមានកម្លាំងហ្មងកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណាអរគុណសម្រាប់ការទស្សនាជួបគ្នាជាមួយនឹងខ្ញុំវីដេអូផ្សេងៗទៀតណាបាយបាយ